បាទសួស្តីបងប្អូនអស់គ្នាបាទអញ្ចឹងខ្ញុំបាទមកចែករំលែកវីដេអូមួយដែលតាក់ទងទៅនឹងការចិញ្ចឹមមាន់របស់ខ្ញុំបាទអញ្ចឹងបងប្អូនឆាតសួរខ្ញុំជាច្រើនតើខ្ញុំនឹងប្រើថ្នាំអីខ្លះអញ្ចឹងខ្ញុំបាទមកចែករំលែកដល់បងប្អូនយើងបាទថ្នាំនេះគឺថ្នាំបែបធម្មជាតិបងប្អូនបាទអញ្ចឹងមានខ្ញីមានស្លឹកល្ហុងហើយនិងខ្ទឹមសអញ្ចឹងខ្ញុំតែងតែប្រើហ្នឹងគឺខ្ញុំថ្លឹងមកមុខ2ខាំបាទដូចជាខ្ញី2ខាំបាទអញ្ចឹងហើយខ្ទឹមនេះក៏ថ្លឹង2ខាំដែរបាទហើយស្លឹកល្ហុងក៏2ខាំដែរអញ្ចឹងបាទអញ្ចឹងថ្លឹងមកមុខ2ខាំមកមុខ2ខាំឲ្យស្មើគ្នាអញ្ចឹងបងប្អូនបាទហើយថ្នាំនេះផងដែរវាជួយការពារឲ្យមាន់យើងសុខភាពល្អហើយជាពិសេសវាជួយសម្អាតនៅពោះវៀននៅក្នុងអាកោះវាហើយជួយទម្លាក់សត្វល្អិតបានយ៉ាងល្អបងប្អូនបាទក្នុងការប្រើគឺខ្ញុំប្រើដូចថា10ថ្ងៃខ្ញុំប្រើម្ដងបាទ10ថ្ងៃគឺខ្ញុំត្រូវលាយម្ដងហើយថ្នាំនេះផងដែរបើសិនជាប្រើរាល់ថ្ងៃក៏អត់កើតដែរបងប្អូនបាទព្រោះអីវាជាថ្នាំក្តៅបាទហើយខ្ទឹមក៏ក្តៅខ្ញីក៏ក្តៅហើយស្លឹកល្ហុងទៀតអញ្ចឹងបើសិនជាយើងប្រើរាល់ថ្ងៃខែក្តៅអញ្ចឹងมันអាចប្រើបានទេបងប្អូនបាទដោយសារតែធាតុអាកាសក្តៅផងហើយយើងប្រើថ្នាំក្តៅផងអញ្ចឹងទៅធ្វើឲ្យមាន់យើងរាករូសបានអញ្ចឹងណាបាទអញ្ចឹងសម្រាប់ថ្នាំនេះយើងអាចប្រើ10ថ្ងៃម្ដងឬមួយក៏មួយអាទិត្យម្ដងបានយើងអាចប្រើប្រចាំថ្ងៃបានទេណាបងប្អូនបាទអញ្ចឹងក្រោយពីខ្ញុំបាទបានថ្លឹងមួយមុខ2ខាំមួយមុខ2ខាំហើយគឺខ្ញុំបាទយកមកវៃនឹងម៉ាស៊ីនក្លុកបាទអញ្ចឹងបើសិនជាបងប្អូនអត់មានម៉ាស៊ីនក្លុកទេបងប្អូនអាចយកទៅបុកបាទបុកឲ្យមាត់ទៅអត់ចាំយកមកលាយចំណីបាទតែសម្រាប់ខ្ញុំគឺខ្ញុំមានម៉ាស៊ីនក្លុកចឹងទៅធ្វើឲ្យខ្ញុំធ្វើវាលឿនណាបាទងាយស្រួលបាទវៃលឿនបើសិនជាអត់មានអានឹងទេគឺបុករឿងយូរអញ្ចឹងបាទហើយក៏សូមអធិស្ឋានដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរដោយសារតែខ្ញុំនិយាយនៅព្រៃក្រោយផ្ទះអញ្ចឹងទៅឮសត្វត្រីសត្វយំទៅពីអញ្ចឹងទៅក៏សូមមេត្តាអធិស្ឋានមានការរំខានតិចតួចបាទបាទនៅពេលដែលខ្ញុំក្លុកបានមាត់ហើយគឺខ្ញុំយកមកលាយចំណីបាទចំណីខ្ញុំគឺខ្ញុំដាក់5គីឡូចំណីដែលខ្ញុំលាយស្រេចបាច់ហើយណាបាទអញ្ចឹងខ្ញុំបាទយកមកលាយមកដើម្បីបលច្បាច់ឲ្យសពរួចបានខ្ញុំយកទៅដាក់ឲ្យមាន់ស៊ីហើយថ្នាំនេះផងដែរគឺខ្ញុំតែងតែប្រើ10ថ្ងៃម្ដងជួនកាលទៅរវល់ទៅមួយខែខ្ញុំដាក់ម្ដងអញ្ចឹងបាទការចិញ្ចឹមមាន់បើសិនជាយើងចង់ឲ្យមាន់យើងសុខភាពល្អចង់ឲ្យមាន់នឹងបានលក់តោះយើងធ្វើទៅតាមចំណុចនីមួយៗដែលបងប្អូនយើងចែករំលែកចំណេះដឹងហើយភាពចែករំលែកចំណេះដឹងហ្នឹងមិនមែនគាត់ចែករំលែកចេះតែថាចេះតែប្រូចេះតែប្រាជ្ញយកតែ view ទេបងប្អូនបាទគឺធ្វើពិតប្រកបបានគាត់យកចែករំលែកជូនបងប្អូនយើងដែលដៃថ្មីដែលគាត់មិនចេះចិញ្ចឹមមិនរស់ចិញ្ចឹមមិនបានលក់អញ្ចឹងណាដូចខ្ញុំចិញ្ចឹមមាន់គឺខ្ញុំមិនចោលទេបាទថ្នាំធម្មជាតិខ្លះអញ្ចឹងទៅហើយបើសិនជាមានឈឺមានអីអញ្ចឹងទៅបាទត្រូវទិញថ្នាំមកព្យាបាលវាខ្លះដែរអញ្ចឹងណាបាទហើយសម្រាប់ទ្រង់ខ្ញុំគឺខ្ញុំមិនសូវដាច់ទេគឺថ្នាំបេស៊ីសហើយនឹងថ្នាំចាក់ថ្នាំអីហ្នឹងគឺត្រូវតែមានសម្រាប់ទ្រង់ខ្ញុំបើសិនជាធាតុអាកាសល្អអត់មានភ្លៀងអត់មានត្រជាក់ទេគឺខ្ញុំប្រើថ្នាំធម្មជាតិអីខ្លះអញ្ចឹងណាបាទបើសិនជាមានភ្លៀងមានផ្គរមានត្រជាក់គឺខ្ញុំត្រូវប្រើថ្នាំបេស៊ីសហើយបាទព្រោះថាពេលភ្លៀងពេលត្រជាក់ពេលល្ងាចហ្នឹងមាន់តែងតែមានជំងឺផ្ដាសាយគៀងគេអីចឹងទៅបើសិនជាអត់មានប្រើថ្នាំបេស៊ីសទេបាទប្រកបណាស់នឹងគៀងគេហើយផ្ដាសាយអញ្ចឹងហើយសម្រាប់ទ្រង់ពូចន្ទាគឺត្រូវតែសកួរថ្នាំជាប់ជានិច្ចគឺបេស៊ីសហើយនឹងថ្នាំចាក់ហើយជាពិសេសគឺកូនមាន់តូចគឺខ្ញុំប្រើវីតាមីនសម្រាប់ការពារនិងបំពន់រាងកាយឲ្យឆាប់ធំបាទអញ្ចឹងវីដេអូពូចន្ទាក៏មានតែប៉ុណ្្នឹងឯងបងប្អូនបាទបើសិនជាបងប្អូនគិតថាមានអត្ថប្រយោជន៍ដល់បងប្អូនយើងបងប្អូនជួយចែករំលែកម្នាក់មួយដើម្បីឲ្យគាត់បានដឹងទាំងអស់គ្នាហើយបើសិនជាបងប្អូនចង់សួរពីរឿងថ្នាំរឿងអីសម្រាប់ការពារឬព្យាបាលបងប្អូនអាចឆាតបានណាបាទអរគុណជួបគ្នាវីដេអូក្រោយ